ជំរាបសួរសួស្តី bonjour ថ្ងៃនេះខ្ញុំចង់និយាយពីកាត séjour មាន3ចំណុចដែលខ្ញុំចង់ចែករំលែកបន្តទៀតតែចំណុចទាំង3ហ្នឹងក៏ខ្ញុំធ្លាប់និយាយដែរមានចំណុចទី3ដែលខ្ញុំមិនទាន់ដែរនិយាយចំណុចទី1និយាយអំពី attestation de prolongation d'instruction វែងចាំខ្ញុំដាក់រូបឲ្យមើលណា attestation de prolongation d'instruction បកប្រែជាភាសាខ្មែរថាលិខិតបញ្ជាក់នៅក្នុងពេលដែលគេកំពុងតែពិនិត្យឯកសារបកជាភាសាខ្មែរនោះក្នុងពេល attestation នោះវាមាន première demande និង renouvellement ដូចគ្នាបានន័យថានៅពេលដែលយើងដាក់ première demande សុំ titre séjour និងពេលដែលយើងដាក់ renouvellement titre séjour យើងលើកទី2ឬក៏លើកទី3ចឹងទៅ donc attestation de prolongation d'instruction អាហ្នឹងយើងអាច voyager បានក្នុងលក្ខណៈ renouvellement យើងអាចធ្វើដំណើរបានធ្វើដំណើរទៅប្រទេសណាដែលបារាំងបានហាមគាត់ renouvellement permet de voyager mais première demande non ក្នុងករណីសុំលើកដំបូងណាអត់ទេអត់អាច voyager បានទេចំណុចទី2 attestation de décision favorable អានេះនៅពេលដែលយើងដាក់ demande première demandeដែលយើងចេញមកគេដាក់ថា attestation de décision favorable នៅលើនោះគឺគេដាក់ថា permis de voyager គឺយើងអាចធ្វើដំណើរបានពីព្រោះ attestation de décision favorable វាមកបន្ទាប់ពីអាទី1ដែលលិខិតបញ្ជាក់ដែលគេពិនិត្យឯកសារយើងនៅពេលដែលគេពិនិត្យហើយគេចេញ attestation de décision favorable បញ្ជាក់ថាកាតអ្នកឯងគេយល់ព្រមសិទ្ធសុំអ្នកឯងសុំសិទ្ធរស់នៅគឺគេយល់ព្រមប៉ុន្តែកាតហ្នឹងគេកំពុងតែអង្គួរបានតែកំពុងតែផលិតណាអញ្ចឹងគេចេញ attestation de décision favorable បានតែគេអនុញ្ញាតឲ្យអ្នកឯងនៅស្រុកហ្នឹងហើយគេអនុញ្ញាតឲ្យចេញកាតឲ្យអ្នកឯងហើយប៉ុន្តែអ្នកឯងរងចាំសិនពីព្រោះកាតកំពុងតែផលិតចំណុចទី2អាហ្នឹងយើងអាច voyager បានដោយមានភ្ជាប់ជាមួយនឹង titre séjour ឬក៏ visa របស់យើងឬក៏ passport ខ្មែរនិង passport ខ្មែរយើងទៀតនេះនិយាយនេះគឺករណី passport ខ្មែរមានសុពលភាពណាចំណុចទី3 titre de séjour នេះនៅពេលដែលយើងបានទី1លិខិតបញ្ជាក់សម្រាប់គេត្រួតពិនិត្យឯកសារpremière demande យើងអាចធ្វើដំណើរបានទេ deuxième demande renouvellement pardon oui ធ្វើដំណើរបានទី2នៅពេលដែលគេពិនិត្យហើយគេចេញថាអូខ្ញុំចេញកាតឲ្យអ្នកឯងប៉ុន្តែកាតកំពុងតែធ្វើអញ្ចឹងខ្ញុំចេញ attestation de décision favorable អានេះគឺ oui អាចធ្វើដំណើរបានដរាបណាប្រទេសបារាំងថាអ្នកឯងអាចចេញដំណើរទៅ200ប្រទេស200ប្រទេសអញ្ចឹងណាកន្លែងណាដែលបារាំងមិនហាមឃាត់ titre de séjour ម្ដងនៅពេលដែល titre séjour ហ្នឹងក្នុងពេលដែលយើងបាន attestation de décision favorable ហើយ 3-4 ខែក្រោយមកណាគេប្រាប់យើងថា titre séjour ឯង fabriqué ហើយផលិតរួចរាល់ហើយចឹងឯងទៅយកមកតែយក titre séjour បានហើយសំណួរខ្ញុំសួរទៅយើងទាំងអស់គ្នានៅពេលដែលយើងកាន់កាត séjour បានហើយតែយើងអាចធ្វើដំណើរបានឬក៏អត់អ្នកទាំងអស់គ្នានឹងឆ្លើយមកខ្ញុំបានហើយវីបានហើយបើយើងតាំងពីធ្វើដំណើរបានតាំងពី attestation de décision favorable មកម្លេះហ្នឹងអញ្ចឹងពេលដែលយើងកាន់ titre séjour ហើយនេះមិនមែនថាកាន់ titre séjour ហើយអត់ទេអត់អាចធ្វើដំណើរបានទេតែរងចាំកន្លះខែឬក៏មួយខែដើម្បីឲ្យឈ្មោះយើងនឹងចូលទៅក្នុង system de detection ចូលទៅក្នុងប្រព័ន្ធស៊ើបអង្កេតរបស់បារាំងតម្រាំតែបើសិនឧបមាថាតម្រាំតែប្រព័ន្ធស៊ើបអង្កេតបារាំងទទួលឈ្មោះយើងបានគឺមួយខែទៅ2ខែចឹងចុះនៅពេលដែលយើងទទួលកាតហើយណាគ្មានបែបហ្នឹងទេពេលដែលយើងកាន់កាតបានភ្លាមហ៎ថ្ងៃហ្នឹងកាន់កាតបានហើយថ្ងៃច័ន្ទឡើងឧទាហរណ៍ថាថ្ងៃនេះថ្ងៃសុក្រចឹងណាកាន់កាតបានហើយថ្ងៃច័ន្ទឡើងទៅទិញសំបុត្រក្បល់ហោះទៅប្រុយមានអត់មានរឿងអីដែលយើងត្រូវរងចាំថាឲ្យឈ្មោះយើងចូលទៅក្នុងប្រព័ន្ធ detecte អីណាគឺអត់ទេព្រោះយើងគិតមើលតម្រាំតែយើងបានកាតគឺយើងរងចាំរាប់ខែអញ្ចឹងឈ្មោះយើងវាទៅតាមលំដាប់វាទៅតាមមួយដំណាក់កាលរួចរាល់ទៅហើយណាអញ្ចឹងបើសិនជាមាននរណាប្រាប់យើងថាអត់ទេមានកាតហើយត្រូវទៅរងចាំកន្លះខែមួយខែបានទិញសំបុត្រគឺអត់ទេអាចទិញសំបុត្របានឲ្យតែមានលុយ